Some lò mà chu cả áo chụp tray nghiết ban giấy bị rút chiết với nhát nhanh mình tranh some lò mà chu cả áo chụp tray áoประมาณនេះបងប្អូនថ្ងៃនេះខ្ញុំខ្ជិលទិញត្រីឆ្អើយកមកស្លដោយសារតែត្រីឆ្អើនឹងវាមិនសូវសម្បូរសាច់ណាមួយចំណាយពេលបេះនឹងក៏វារៀងយូរដែរអញ្ចឹងហើយក៏ខ្ញុំទិញត្រីងៀតនឹងយកមកស្លជំនួសត្រីឆ្អើតែម្ដងទៅគ្រឿងផ្សំសម្រាប់ស្លមានដូចដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងហើយត្រីងៀតវិញខ្ញុំទិញយកត្រីដែលគេប្រឡាក់មានជាតិប្រៃយកមកស្លបើសិនជាទិញត្រីដែលគេប្រឡាក់មានជាតិផ្អែមយកមកស្លទៅវាអត់សូវឆ្ងាញ់ទេបងប្អូនហើយត្រីហ្នឹងខ្ញុំយកវាមកកាត់ជាដុំខ្លីៗមកល្មមហើយយកទៅត្រាំទឹកប្រហែលជា15នាទីអីសិនដើម្បីឲ្យវាជ្រះជាតិប្រៃបានខ្លះហើយបានយកវាមកស្លអញ្ចឹងណាបងប្អូនរបៀបស្លវិញដំបូងខ្ញុំដាក់ដាំទឹកឲ្យពុះទឹកពុះហើយខ្ញុំបង់គល់ស្លឹកគ្រៃរំដេងមើមខ្ទឹមសម្ទេសអីនឹងចូលទៅហើយចិញ្ច្រំប្រហុកបន្ទាប់មកដាក់ត្រីងៀតនឹងចូលទៅតែម្ដងហើយបង់គ្រឿងផ្សំទៅតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំវិញអត់ទាន់បង់អំបិលចូលទេបងប្អូនដោយសារតែប្រហុកមានជាតិប្រៃហើយត្រីនឹងក៏វាមានជាតិប្រៃដែរអញ្ចឹងខ្ញុំបង់តែទឹកត្រីម្សៅស៊ុបប៊ីចេងហើយនឹងលួចស្ករសចូលទៅបន្តិចបន្ទាប់មកខ្ញុំបង់បន្លែចូលដូចជាកាអាវឈូកផ្សិតចំបើងពេញប៉ោះហើយខ្ញុំក៏បង់ត្រួយអំពិលនឹងចូលទៅជាមួយគ្នាតែម្ដងហើយទុកវាតែមួយរំពុះបានហើយបងប្អូនដើម្បីឲ្យបន្លែនឹងវាឆ្អិនសិនបន្ទាប់មកខ្ញុំភ្លក់សម្លនឹងទៅវារាងសាបអញ្ចឹងខ្ញុំក៏ថែមអំបិលចូលទៅមួយចុងស្លាបព្រាបាយទៀតចុងក្រោយដាក់ម្រះព្រៅចូលទៅគឺថាឆ្អិនរួចរាល់ជាការស្រេចហើយចាប់បងប្អូនឥឡូវនេះសម្លម្ជូរក្តៅឈូកត្រីងៀតរបស់ខ្ញុំបានធ្វើហើយឆ្អិនរួចរាល់ហើយតំណងគួរឲ្យចង់ញ៉ាំដែរអត់បងប្អូនហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណជួបគ្នានៅវីដេអូធ្វើម្ហូបក្រោយៗទៀត